ជំរាបសួរថ្ងៃនេះខ្ញុំមកចែករំលែកបងប្អូនតអំពីរបៀបនៅក្នុងការរៀនអក្សរបារ៉ែលអញ្ចឹងខ្ញុំនឹងមកចែករំលែកបន្តទៀតនៅស្រៈនិស្ស័យអញ្ចឹងថ្ងៃនេះយើងចូលដល់ស្រៈទី20ហើយបងប្អូនអញ្ចឹងខ្ញុំបានចែករំលែកបងប្អូនជិតចប់ស្រៈនិស្ស័យហើយនៅខ្វះតែ3ស្រៈទៀតចប់ហើយបន្ទាប់ពីស្រៈទី20នេះរួចទៅសង្ឃឹមថាបងប្អូននឹងយល់ដឹងច្រើនអំពីអក្សរបារ៉ែលអញ្ចឹងមុននឹងចូលដល់ស្រៈទី20នេះខ្ញុំសូមរំលឹកអំពីស្រៈទី19បន្តិចជាស្រៈអាំហ្នឹងគឺនេះរៀងបងប្អូនហើយចំណុចរបស់ស្រៈអាំគឺមានចំណុច1ចំណុច3ចំណុច5ចំណុច6ម្ដងទៀតស្រៈអាំហ្នឹងគឺយើងដើម្បីសរសេរបានគឺយើងត្រូវចុចចំណុច1ចំណុច3ចំណុច5ចំណុច6តោះនេះអ្វីដែលបងប្អូនត្រូវសិក្សាបន្តនោះគឺស្រៈអាសនេះស្រៈអាសតែមួយចំណុចបងប្អូនពោកតែមួយចំណុចហោះតែមួយឥឡូវបងប្អូនអាចទាញថាចំណុចប្រមាណនេះស្រួលស្រៈអាសហ្នឹងគឺស្រួលអញ្ចឹងស្រៈអាសរបស់យើងគឺមានចំណុច1តែឃើញចំណុចចុច1អញ្ចឹងមិនមែនតែប្រកាសថាមួយចំណុចហ្នឹងហៅថាស្រៈអាសណាបងប្អូនបើយើងចុចខុសទីតាំងចំណុចក៏ខុសដែរគឺថាខ្ញុំឲ្យបងប្អូនចុចចំណុច1បងប្អូនទៅចុចចំចំណុច2ក៏ខុសដែរចំនឹងចំណុច3ក៏ខុសដែរចំនឹងចំណុច4ក៏ខុសដែរក៏វាមានចំណុច1ដូចគ្នាអញ្ចឹងទីតាំងចំណុចហ្នឹងសំខាន់ដែលខ្ញុំតែងតែសូត្រឲ្យបងប្អូនស្ដាប់ហ្នឹងគឺចំណុច1ចំណុច2ចំណុច3ចំណុច4ចំណុច5ចំណុច6ហ្នឹងខ្ញុំស្គាល់ប្រាប់ពីទីតាំងហើយអញ្ចឹងនេះជាចំណុច1នៅលើសិភៅពងចំណុចក៏មានតែមួយចំណុចរីឯការសរសេរក៏ចុចចំបន្ទប់ចំណុច1ត្រូវចុចឲ្យចំបន្ទប់ចំណុច1នេះអញ្ចឹងយើងចូលបន្ទប់ slate មកចំណុចដើមហ្នឹងផ្នែកខាងលើនៅខាងស្ដាំហ្នឹងគេហៅថាចំណុច1យើងចុចចឹងមកចុចតែចឹងមកយើងចូលបន្ទប់ថ្មីយើងចុចចឹងទៀតមកឥឡូវខ្ញុំបើកបងប្អូនមើលនេះចុច1មករហូត1មករហូតនេះឥឡូវនេះខ្ញុំឲ្យបងប្អូនប្រៀបធៀបមើលខ្ញុំមកប្រៀបធៀបបងប្អូនមើលបន្តិចនៅលើសិភៅពុំហើយនឹងនេះអ្វីដែលខ្ញុំសរសេរមុនហ្នឹងគឺដូចគ្នាអត់ដូចគ្នាអត់ខុសទេបងប្អូនឃើញទេយើងចុចចំណុច1មករហូតនេះជាអ្វីដែលខ្ញុំសរសេរនៅលើសិភៅពុំនេះគឺជាអ្វីដែលខ្ញុំចុចមិញនេះសិភៅរបស់សិភៅគំរូខ្ញុំបានសរសេរនេះសិភៅរបស់ពុំតោះឥឡូវដើម្បីឲ្យច្បាស់មែនទែនបងប្អូនមើលលើនេះវិញអត់វាទេតែកាលណាបើសិនជាខ្ញុំចុចចំណុច1ហើយមកបន្ទប់ទៀតខ្ញុំចុចចំណុច2អាចវាអាចប្រខិតមកក្រោមវាបន្តិចអញ្ចឹងនេះចំណុច1ដូចគ្នារហូតឃើញបងប្អូនត្រង់ទៅមុខត្រង់ដោយសារវាចំនឹងចំណុច1រហូតអត់វាទេតែបើថាយើងចុចបន្ទប់ទី1ចំណុច1បន្ទប់ទី2ចំណុច2ហ្នឹងវាអញ្ចឹងបងប្អូនអាចមើលដឹងកន្លែងហ្នឹងគឺដឹងថាវាខុសអញ្ចឹងខ្ញុំមានប៉ុណ្្នឹងចុះវីដេអូនេះចែកជូនបងប្អូនសម្រាប់សិក្សាស្វែងយល់ជាពិសេសបងប្អូនដែលមានពិការភាពផ្នែកគាត់អាចយកវីដេអូនេះទៅស្ដាប់ហើយរៀនសូត្របានបើសិនជាគាត់ចង់ចេះគាត់អាចទៅផុតអាយុផុតអីណាគាត់ចង់ចេះអំពីអក្សរបារ៉ែលគាត់អាចរកឧបករណ៍មកគាត់អាចយកវីដេអូនេះទៅស្ដាប់ហើយសិក្សាស្វែងយល់បានសរុបមកវិញស្រៈអាំរបស់ស្រៈអាសរបស់យើងអធិស្ឋានស្រៈអាសរបស់យើងគឺមានចំណុចតែមួយស្រៈអាសគឺមានចំណុច1ចុចតែចំណុច1បានហើយបងប្អូនស្រៈអាសជាចំណុចរបស់ស្រៈអាសគាត់ចុចចំណុច1មកគេហៅថាស្រៈអាសបាទស្រួលស្រៈអាសស្រួលបងប្អូនចំណុច1មិនមែនជាចំណុច2ទេគឺជាចំណុច1តោះអញ្ចឹងខ្ញុំចែករំលែកជូនបងប្អូនប៉ុណ្ណឹងចុះសម្រាប់វីដេអូនេះជួបខ្ញុំតទៀតនៅវីដេអូក្រោយជម្រាបលា